Đặc tờ mình quạt bán nát chuột kìm hóng chỉ riêng rồi khai đam mấy bị cua dục bó nâng miên ăn xa lọ miên đóng nó sái cái nông cá sắc xa rồi bỏ côn nhom ជំរាបសួរខ្ញុំបាទឈ្មោះគឺទីងកំហុងជានិស្សិតឆ្នាំទី4កំពុងសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រនិងព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ AUP និងសាកលវិទ្យាល័យ Fort Hays State University ហើយនៅខាងស្ដាំដៃខ្ញុំបាទជាលោកប៉ាអ្នកម៉ាក់របស់ខ្ញុំ បាទជំរាបសួរខ្ញុំបាទឈ្មោះគឺច័ន្ទជួងត្រូវជាពុករបស់និស្សិតឈ្មោះគឺទៀងគឹមហុង ចាខ្ញុំនាងខ្ញុំឈ្មោះនៅសុភួងជាម្ដាយរបស់គឺទៀងគឹមហុង សូមកូនជ្រើសរើសសំណួរ ការចាប់ផ្ដើមសិក្សានៅសាកលវិទ្យាល័យនៅវ័យក្មេងប្រកបណាស់ថានឹងមានភាពលំបាកច្រើនតើកត្តាអ្វីដែលជំរុញឲ្យម៉ាក់ប៉ាឲ្យកូនសិក្សាបរិញ្ញាបត្រនៅ AUPP នៅពេលដែលគឹមហុងប្រឡងជាប់ថ្នាក់ទី12នេះខ្ញុំបានទទួលការចំហបង្ហាញពីសម្ដេចតេជោហ៊ុនសែនឲ្យមកមើលនៅ AUPP ដែលជាសាកលវិទ្យាល័យមួយដែលមានលក្ខណៈស្តង់ដារអាមេរិកកាំងនៅពេលដែលខ្ញុំបានមកដល់សាលានេះគឺពិតជាល្អដែលធ្វើឲ្យខ្ញុំបានមានការសម្រេចចិត្តនឹងតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែនពីព្រោះសាលាមានស្តង់ដារអន្តរជាតិមានកម្មវិធីសិក្សាល្អៗនិងមានសាស្ត្រាចារ្យល្បីៗដែលមានបទពិសោធន៍ជាច្រើនឆ្នាំបូករួមនឹងបរិយាកាសសិក្សាល្អអគារមានលក្ខណៈធំទូលាយនិងមានស្តង់ដារព្រមទាំងមានទទួលបានសញ្ញាបត្រ2ក្នុងពេលតែមួយ ហើយកូនប្រុសច្បងខ្ញុំសប្តាហ៍ថ្ងៃនេះក៏រៀននៅសាកលវិទ្យាល័យអាមេរិកកាំងដែរឥឡូវគាត់បន្តសិក្សានៅសាកលវិទ្យាល័យផ្នែកទូរកិច្ចអនុបណ្ឌិតនៅសាកលវិទ្យាល័យអាមេរិកកាំងដែរ បន្ទាប់ពីកូនរបស់ខ្ញុំបានរៀនជាង3ឆ្នាំនៅ AUPP ខ្ញុំបានសង្កេតឃើញកូនរបស់ខ្ញុំមានការអភិវឌ្ឍខ្លួនជាច្រើនចេះមានការសហការធ្វើការងាររួមក្រុមមានភាពច្នៃប្រឌិតនិងក្លាហានហ៊ានបញ្ចេញមតិយោបល់ក៏ដូចជាម្ចាស់ការឯករាជ្យទៅខ្លួនឯងក្នុងការធ្វើការងារអ្វីមួយគឺមានភាពទទួលខុសត្រូវច្បាស់លាស់ ចាដោយសារខ្ញុំមកសាលាជាមួយគឹមហុងច្រើនដងហើយក៏បានឃើញទស្សនវិជ្ជាផ្ទាល់សាស្ត្រាចារ្យបុគ្គលិកក្រុមការងារគ្រូបង្រៀនដែលយកចិត្តទុកដាក់ជាមួយគឹមហុងដោយសារដូចជាដុកទ័រមីងគាត់បានណាត់ជួបគឹមហុងជារៀងរាល់ខែដើម្បីពិគ្រោះយោបល់និងមានអនុសាសន៍ល្អមានដំណោះស្រាយក្នុងការសិក្សារបស់កូនខ្ញុំ ចំពោះសាលាដែលមានទីធ្លាល្អមានសួនកំសាន្តមានក្លឹបកីឡាសម្រាប់ឲ្យសិស្សធ្វើការហាត់ប្រាណក៏ដូចជាធ្វើការរៀនសូត្រនឹងធ្វើឲ្យគាត់នឹងមានអារម្មណ៍សប្បាយរីករាយឥឡូវនេះគឺកូនចិត្តបញ្ចប់ការសិក្សារបស់កូនហើយនៅខែក្រោយនេះកូនត្រូវត្រៀមខ្លួនចូលវឹកហាត់ការនៅក្រសួងប្រៃសណីនិងទូរគមនាគមន៍ចំពោះប៉ានិងម៉ាក់មានសេចក្តីរំភើបរីករាយឧបមាដោយរយៈពេល74ឆ្នាំហាក់ដូចជាមិនយូរប្រហែលទេតែកូនបានចិត្តបញ្ចប់ការសិក្សារបស់កូនថ្នាក់បរិញ្ញាបត្រនៅក្នុងវ័យក្មេងនេះហើយបន្តពីថ្នាក់បរិញ្ញាបត្រនេះទៅគឺកូននឹងអាចរៀនយកអនុបណ្ឌិតនៅ AUPP ជាបន្តទៀតក្នុងនាមខ្ញុំជាមាតាបិតារបស់គឹមហុងខ្ញុំបាទសូមផ្ញើសារជូនដល់ប៉ាម៉ាក់
និងអាណាព្យាបាលទាំងឡាយដែលកំពុងសម្លឹងមើលសាលាសម្រាប់បុត្រធីតារបស់ខ្លួននៅថ្ងៃខាងមុខសូមជ្រើសរើសយក AUPP ដែលជាសាកលវិទ្យាល័យមួយមានលក្ខណៈស្តង់ដារអន្តរជាតិ AUPP Study locally Live globally AUPP. Study locally, live globally. Apply to AUPP today.